ក្នុងឆ្នាំមួយនៅរដូវស្លឹកឈើជ្រុះកូនចាំងនិងលីមិនជានិមន្តធំបានធ្វើដំណើរហែហោមព្រះមហាក្សត្រវនកងនៃនគរឈីលើកព្យុហយាត្រាទៅវាយរដ្ឋកៅជូតបទាំងសងខាងវាយប្រយុទ្ធគ្នាអស់រយៈពេលយូររហូតដល់រដូវរងាទើបដកថយរៀងៗខ្លួនពេលលើកតបត្រឡប់មកវិញតបនគរឈីបានដើរឆ្លងកាត់មហាសមុទ្រខ្សាច់ដល់ធំល្វឹងល្វើយមួយធ្វើឲ្យវង្វេងផ្លូវកូនចៅបានពោលថាសេះជាសត្វដែលឆ្លាតគួរសមដែរយើងគួរសាកល្បងឲ្យវានាំផ្លូវយើងទៅសាក់លោមើក្រែងលោវារកឃើញថាហើយពួកគេក៏ជ្រើសរើសសេះចាស់មួយចំនួនឲ្យវានាំផ្លូវទីបំផុតពួកគេក៏ដើររកផ្លូវត្រឡប់មករកពេញឃើញពេលដែលមនុស្សនឹងសេះដើរមកដល់តំបន់ភ្នំមួយកន្លែងគេរកទឹកផឹកមិនបានជាច្រើនថ្ងៃកងទ័ពទាំងអស់ស្រេកទឹកអស់កម្លាំងផ្លិលហើយមិនអាចបន្តដំណើរទៅមុខទៀតបានលីមីងក៏មានយោបល់ថាក្នុងរដូវរងាសត្វសត្វម៉ោចវាធ្វើសម្បុកនៅលើទួលដែលបែរទៅរកព្រះអាទិត្យចំណែករដូវក្តៅវាធ្វើសម្បុកបែរទៅរកទិសដែលមិនចំពន្លឺថ្ងៃធម្មតាស្រមោចវានឹងធ្វើសម្បុកនៅកន្លែងណាដែលមានមេទឹកពួកទាហានទាំងឡាយក៏នាំគ្នាដើររកសម្បុកស្រមោចទីបំផុតពួកគេក៏រកប្រភពទឹកឃើញនៅពីក្រោយដីដែលមានសម្បុកស្រមោចនោះមនុស្សឆ្លាតយល់ដឹងពីសភាវៈផ្សេងៗរបស់